តោះអ្នកទាំងអស់គ្នាឥឡូវយើងទៅជួសជុលវត្ថុណាហើយវត្ថុហ្នឹងបញ្ហារបស់វាគឺបើកមកលឺឆជូនលឺចាប់ប៉ុសបានជូនអត់ទៅចាប់ប៉ុសបានអត់ណាហើយយើងនឹងដោះមើលមូលហេតុវាតាហេតុអីហើយថ្មវាវាស់ទៅរៀងខ្សោយដែរហើយគេថាពីមុនប្រើបានហើយក្រោយមកយើងប្រើលេងបានអញ្ចឹងណាហើយឥឡូវយើងនឹងដោះមើលវាអញ្ចឹងនៅក្នុងវត្ថុបើនិយាយពីសម័យយើងឥឡូវនេះដូចជាมันមានអ្នកណាគេប្រើទេហើយនេះអ្នកដែលប្រើទៅអ្នកជើងចាស់ហើយបានតែគាត់ធ្លាប់ចេះប្រើអញ្ចឹងណាហើយបើថានិយាយរឿងក្មេងៗគឺអត់ដែលស្គាល់អ្នកខ្លះទូអត់ស្គាល់ថាវត្ថុនឹងមិនផងដោយសារអីដោយសារឥឡូវសម័យវាទូរស័ព្ទណាអញ្ចឹងវត្ថុភាគច្រើនកុំសូវមានអ្នកជួសជុលទេហើយបើជួសជុលកុំដឹងថាយកប៉ុន្មានព្រោះវត្ថុវាធូរថ្លៃដែរហើយអ្នកជួសជុលហ្នឹងភាគច្រើនយកមកសត្វចាស់ហ្នឹងគាត់ស្ដាប់ធរស្ដាប់អីផ្សេងអញ្ចឹងណាបាទឥឡូវបញ្ហារបស់វាយើងនឹងឆែកវាបន្តអញ្ចឹងយើងដោះវាចេញឲ្យអស់មកហើយនៅក្នុងហ្នឹងមានបតតែមួយទេក្នុងវត្ថុហ្នឹងណាតែខ្ញុំបង្ហាញជាមេរៀនខ្លះដែរដើម្បីអ្នកនរគ្នាជួសជុលទៅជួបវត្ថុវិញយើងអាចយល់ពីប្រព័ន្ធវត្ថុអីវត្ថុនេះវាអាចតាក់ទងនឹងប្រភេទ FM AM ដែលយើងប្រើពួក ICO អីហ្នឹងណាអញ្ចឹងបើយើងអាចទៅសិក្សាពី system របស់វត្ថុហ្នឹងទៅក៏យើងអាចយល់ពីប្រព័ន្ធហ្នឹងអញ្ចឹងយើងអាចយល់ពីប្រព័ន្ធ transmission receiver ខ្លះដែរចឹងនៅក្នុងវត្ថុមានវត្ថុខ្លះគឺដាច់អញ្ចឹងតែវត្ថុខ្លះមានដាក់ជាមួយនឹងមានមញ៉េមាន CD មានអីចឹងទៅវាមានច្រើនណាដូចជាវត្ថុឡានវត្ថុធំអីចឹងណាចឹងនៅក្នុងនេះ speaker វាលក្ខណៈជា mono វាប្រើតែមួយទេហើយកាលណា mono គឺ ampli ប្រើតែមួយទេតែបើប្រភេទមញ៉េវាអាចប្រើ stereo ណាអញ្ចឹងវាចាប់តាមអង់តែនណាសញ្ញាវាហើយខ្ញុំដោះនេះខ្ញុំពុំមូចេញហ្នឹងអាហ្នឹងគឺជា CV បាទ capacitor variable ណាគឺវាសម្រាប់សេរីប៉ុស FM បាទចង់ AM មកមួយណាគឺ AM គឺអា ferrit មួយដែលរុំខ្សែផ្សានៅចិត្ត speaker ហ្នឹងអាហ្នឹងជាប្រភេទ AM បាទ AM ហ្នឹងហើយចំណែក FM និង AM ហ្នឹងខ្ពស់ខុសគ្នាណាវាប្រើការចាប់ខុសគ្នាអង់តែនហ្នឹងគឺចាប់នៅលើ AM FM ចំណែកអាខ្សែ ferrit រុំនេះគឺចាប់នៅលើ AM អញ្ចឹងយើងដាក់ភ្លើងចូលយើងនឹងវាស់តាមដានភ្លើងមុនគេព្រោះវាឮសំឡេងអត់ច្បាស់ហើយចាប់អត់ជាប់ប៉ុសអញ្ចឹងយើងមើលមុនគេថាតើភ្លើងនឹងវាចូលដល់ណាអញ្ចឹងយើងកាច់មក DC មកអញ្ចឹងយើងដាក់ម៉ាស់មួយបាទដាក់ម៉ាស់យើងវាស់មកអញ្ចឹងយើងវាស់នៅលើភ្លើងនេះ5វ៉ុលមានណាអ្នកនរគ្នាអញ្ចឹងភ្លើងចូល5វ៉ុលមានហើយអញ្ចឹងយើងវាស់ទៅទី2គឺវាស់ភ្លើងសាកនេះឡើយខ្ញុំចង្អុលហ្នឹងអញ្ចឹងវាត្រូវការសាកភ្លើងឡើយនេះគឺ3វ៉ុល7 4វ៉ុល2អញ្ចឹងហ្នឹងវាសាកបាទគឺវាស់ទៅបាទគឺអត់មានភ្លើងទេអញ្ចឹងមានន័យថាភ្លើងចូលមានតែភ្លើងសាកអត់មានអញ្ចឹងយើងអាចតាមដានមើលសីមាវាថាតើភ្លើងនឹងដល់ណាបាទឥឡូវយើងវាស់មើលភ្លើង5វ៉ុលមានអញ្ចឹងមើលតាមខ្សែសីមាវាមកបាទយើងវាស់មើលបូកដករបស់យើងអញ្ចឹងគឺយើងបដិញពីនឹងមកអញ្ចឹងនៅក្នុងការភ្លើងវាឆ្លងកាត់ទៅណាយើងមើលវាតួមើលវាក្នុងហ្នឹងណាជាក់ស្ដែងនៅក្នុង Bluetooth នៅក្នុង Bluetooth នៅក្នុងឆ្នាំងសាករបស់វាពេលដែលដោតទៅនឹងវាមានភ្លើង5វ៉ុលសម្រាប់យកទៅសាកបាទហើយមានប្រើ IC មួយសម្រាប់សាកចាំទៅដល់ពេលខាងមុខខ្ញុំនឹងបង្ហាញលម្អិតមេរៀនហ្នឹងណាដល់ពេលយើងជួសជុលហើយតើ IC សាកហ្នឹងប្រើអីគេយើងមើលមិនដឹងហើយឡុកនេះហើយអីអញ្ចឹងណាបាទឥឡូវពេលដែលភ្លើងចូលទៅមានអំពូលនេះមួយភ្លឺហើយនឹងអំពូលឆាយកាលណាអត់ភ្លឺទេអត់ដើរទេចំណែកកន្លែងនេះគឺជាវលីមវាហើយនឹងកុងតាក់កាលណាយើងចុចបើកទៅមានន័យថាកុងតាក់វាភ្ជាប់បានវាដើរចង្ការកុងតាក់នឹងខូចក៏វាដើរដែរបាទនៅក្នុងហ្នឹងមានកុងតាក់ផងមានវលីមផងជើងរបស់វាមាន5ណាឥឡូវយើងវាស់កុងតាក់មើលអញ្ចឹងនៅកុងតាក់នេះពេលដែលយើងកាច់វាបានវាដើរឥឡូវកាលណាវាអត់ភ្ជាប់ទេនេះថាយើងអត់ទាន់បើកឥឡូវយើងចុចបើកវាបន្ទាប់មកយើងចុចបើកហើយវាស់ទៅដើរហើយយើងបិទវាយើងវាស់មើលអត់ដើរទេអញ្ចឹងនេះថាកុងតាក់វាល្អនេះកន្លែងនេះកុងតាក់កាលណាខូចក៏វាដើរដែរអញ្ចឹងសួរថាភ្លើងឆាចើហ្នឹងទៅឆាយតាមណាឥឡូវយើងអាចមើលសីមាវាអញ្ចឹងនៅក្នុងភ្លើងឆាចើរបស់វាចេញពី5វ៉ុលទៅសាក3វ៉ុល3អញ្ចឹងបើសិនបើវាអត់មានទេយើងអាចតវាទៅភ្ជាប់មកដើម្បីវាសាកក៏បានហើយវាអាចដាច់សីមានៅក្រោមហ្នឹងណាអញ្ចឹងសីមានៅក្រោមហ្នឹងវាអាចដាច់វាអាចចំហអញ្ចឹងទៅយើងអាចអត់ដឹងណាអញ្ចឹងវាខ្វះភ្លើង5វ៉ុលទៅសាកឥឡូវខ្ញុំយកភ្លើងហ្នឹងទៅផ្សារសាកតែម្ដងដោយសារអីពេលដែលយើងដោតភ្លើងចូលទៅវាត្រូវសាកភ្លើង3វ៉ុល7ហ្នឹងនេះឡើយខ្ញុំចង្អុលហ្នឹងវាទៅមកសាកអញ្ចឹងមានន័យថានៅខាងក្រោមហ្នឹងអាចដាច់ជើងណាអាចដាច់ជើងឬក៏សីមាឡើយណាដាច់ឬក៏អីចឹងបើយើងចង់លឿនគឺយើងអាចភ្ជាប់មកបាទយើងកោសឡើយនេះមកយកភ្លើង5វ៉ុលយកមកភ្ជាប់មកក៏បានដែរដោយសារអីដោយសារវាត្រូវការសាកភ្លើង3វ៉ុល7ហ្នឹងឡើងដល់4វ៉ុល2 full ហើយបានវិទ្យុយើងនឹងអាចដើរបាទវិទ្យុបើភាសាបារាំងគេហៅថារ៉ាឌីយ៉ូយើងហៅរ៉ាឌីយ៉ូភាសាបារាំងណាខ្មែរយើងវិទ្យុហើយបើអង់គ្លេស radio អញ្ចឹងទៅអញ្ចឹងយើងកោសសីមាវាឲ្យដើម្បីផ្សារភ្លើង5វ៉ុលគឺយើងយកខ្សែភ្លើងម៉ូតូស័យមកបាទអញ្ចឹងនៅចំពោះវត្ថុគឺมันពិបាកនៅក្នុងការជួសជុលទេដោយសារវាមាន system របស់វានឹងតូចតាចហើយសាមញ្ញធម្មតាគ្រាន់តែយើងភ្ជាប់វាទៅ
ហើយភ្ជាប់ភ្លើងមានដាច់ទៅក៏បានដែរដោយសារអីយើងដឹងប្រព័ន្ធភ្លើងវាថាតើភ្លើងហ្នឹងគូភ្ជាប់ជើងណាចូលជើងណាដូចនៅក្នុងលក្ខណៈវិទ្យុនេះវាប្រើភ្លើងសាកវាប្រើ IC មួយសាកបាទ IC ហ្នឹងហើយយើងដឹងថាភ្លើងវាចូលប៉ុន្មានវ៉ុល IC ហ្នឹងហើយភ្លើងសាកប៉ុន្មានវ៉ុលកាលណាអត់មានអញ្ចឹងទៅយើងត្រូវភ្ជាប់វាមិនអីមិនដោយសារអីដោយសារយើងយល់ពីវាយើងយល់ system របស់វាណាបាទឥឡូវយើងកោសសមាឡើងហ្នឹងបន្តិចមកហើយយើងនឹងផ្សារភ្ជាប់ខ្សែទៅឲ្យ IC តែម្ដងដោយសារយើងគិតថាវានៅក្នុងហ្នឹងនឹងដាច់ជើងសមាណាមួយឲ្យបានវាអញ្ចឹងវាមិនមែនសុកបានវាអត់មានដំណើរការទេអញ្ចឹងនៅក្នុងវិទ្យុនេះមើលទៅប្រហែលជាអាចភ្លើងនឹងសាកអត់គ្រប់កាលណាអត់គ្រប់ភ្លើងវាធ្វើឲ្យធរខ្សោយនៅពេលសម្លេងចាប់អត់ច្បាស់ហើយអត់ដើរបាទឥឡូវខ្ញុំនឹងភ្ជាប់សមាវាអញ្ចឹងយើងផ្សារខ្សែមកទៅផ្សាយមកអញ្ចឹងខ្សែហ្នឹងមិនប្រកាន់ប្រហែលអាំពែទេព្រោះឯការសាករបស់វាភ្លើងវាតូចបាទអញ្ចឹងយើងអាចសាកវានៅនឹងមកហើយយើងផ្សារភ្ជាប់អាភ្លើង5វ៉ុលហ្នឹងអញ្ចឹងភ្លើង5វ៉ុលហ្នឹងយើងផ្សារវាជាមួយនឹងកន្លែងឆាច់ជីងយើងមកខ្សែមួយខ្សែចំណែកមួយខ្សែទៀតយើងផ្សារវាចូលជាមួយនឹង IC អញ្ចឹង IC ហ្នឹងយើងត្រូវដឹងថា IC ហ្នឹងចូលជើងណាអ្នកនរគ្នាមើលស្មាដែរ IC ហ្នឹងវាមានជើងខ្សាកជើងម៉ាស់ជើងភ្លើងចូលភ្លើងចេញអញ្ចឹងយើងត្រូវដឹង IC ហ្នឹងដោយសារយើងធ្លាប់ប្រាប់នៅក្នុងមេរៀនមុនហើយថាតើ IC ហ្នឹងភ្លើងណាភ្លើងអីភ្លើងណាទាំងអីដល់ពេលយើងមកជួបអញ្ចេះយើងមើលទៅយល់ស្គាល់គឺយើងអាចផ្សារទៅត្រូវហើយតបពីផ្សារហើយយើងវាស់ដែរបាទវាស់មើលថាតើភ្លើងហ្នឹងវាចូលហើយនៅវាត្រឹមត្រូវហើយនៅព្រោះអីការផ្សារហ្នឹងវាអាចផ្សារអត់ត្រូវវាឆ្លងដោយសារនៅក្នុងសមាហ្នឹងវាគៀកគ្នាអញ្ចឹងកាលណាវាគៀកគ្នាវាអាចឆ្លងអញ្ចឹងយើងអត់ដឹងទេលុះត្រាតែយើងផ្សារឲ្យវាស់បាទឥឡូវយើងវាស់មកយើងផ្សារមើលតាមខ្សែហ្នឹងយើងកាច់កលីបអូមយើងមកហើយយើងវាស់មើលថាតើភ្លើងរបស់វាឆ្លងអត់បាទវាឆ្លងជាមួយសមាផ្សេងព្រោះអីកាលណាឆ្លងគឺឆេអ៊ីសេអីអញ្ចឹងពេលដែលផ្សារភ្លើង5វ៉ុលហ្នឹងត្រូវច្បាស់លាស់ខ្លួនឯងដែរថាតើភ្លើង5វ៉ុលរបស់យើងផ្សារហ្នឹងគឺបានត្រឹមត្រូវហើយនៅបាទឥឡូវខ្ញុំបានផ្សាររួចរាល់ហើយខ្ញុំនឹងដាក់ភ្លើងតេស្តម្ដងទៀតអញ្ចឹងខ្ញុំដាក់ភ្លើង5វ៉ុលចូលទៅហើយបន្ទាប់មកយើងនឹងដោតចូលក្នុងវិទ្យុបាទដោតចូលក្នុងវិទ្យុយើងហ្នឹងបន្ទាប់មកភ្លើងវាភ្លឺទាំងពីរចេះអញ្ចឹងមានន័យថាគឺជោគជ័យណាយើងអាចទៅជោគជ័យហើយបាទឥឡូវយើងអាចដោត speaker ដោតអីទៅបើកមើលឮអត់អញ្ចឹងបើយើងដោត speaker ទៅវាឮសំឡេងអាហ្នឹងបញ្ជាក់ថាភ្លើងរបស់យើងហ្នឹងគឺដាច់ខ្សែមួយហ្នឹងគឺយើងខ្វះអ្នកសមាវាដាច់អញ្ចឹងយើងត្រូវការភ្ជាប់សមាវា direct បាទអូខេអញ្ចឹងទទួលបានជោគជ័យយើងមើលដាក់ទៅមានភ្លើងទាំងពីរតមកយើងអាចវាស់វាថែមនេះក៏បានដែរចង់ដឹងថាភ្លើងសាកប៉ុន្មានវ៉ុលយើងអាចកាច់កលីបមក DC មកហើយបន្ទាប់មកយើងវាស់ភ្លើងសាកនឹងមើលថាតើប្រហែលវ៉ុលអញ្ចឹងភ្លើងសាកវា4វ៉ុល76បាទភ្លើងសាកវាគឺអូខេហើយចំណែកភ្លើងចូលរបស់វាគឺយើងអាចវាស់បានដែរនេះ5វ៉ុលអញ្ចឹងភ្លើងសាក4វ៉ុល6អញ្ចឹងពេលដែលវាសាក maximum របស់ថ្មគឺ4វ៉ុល2បាទអញ្ចឹងមានន័យថាវាដាច់តែខ្សែទេនៅក្នុងវិទ្យុហ្នឹងឥឡូវយើងអាចភ្ជាប់វាឡើងវិញហើយធ្វើ testing បាទអញ្ចឹងនៅក្នុងការជួសជុលវិទ្យុសាមញ្ញទេសំខាន់គឺយើងត្រូវមើលប្រព័ន្ធភ្លើងវាហើយយើងមើលប្រព័ន្ធម៉ាស់ភ្ជាប់វាភ្ជាប់អត់ហើយកន្លែងក្នុងតាក់វ៉ូលីមហ្នឹងកាលណាវាអត់ភ្ជាប់ទេគឺវាអត់ដំណើរការទេអញ្ចឹងយើងត្រូវការភ្ជាប់វាណាឥឡូវយើងរួចរាល់ហើយអ្នកនរគ្នាអញ្ចឹងភ្លើងសានឹងអីមុនហើយយើងនឹងចាប់វាចូលវិញចាប់ចូលវិញហើយយើងនឹងធ្វើតេស្តម្ដងទៀតថាតើវាជោគជ័យអត់បាទនេះ CV របស់វាហ្នឹងការដាក់របស់វាហ្នឹងគឺយើងមូទៅណាយើងត្រូវមូឲ្យកប់ដែរកាលណាមូអត់កប់ដល់ maximum វាទេនៅពេលដែលយើងចាប់វាគឺវាអត់ដើរទេដោយសារអីដោយសារយើងអាក់បាក់សេរីមកក្រោយវិញចាប់ទៅថតថាប៉ុសយើង100សារយើងបើកទៅលោតលេខ100ប៉ុន្តែលឺប៉ុស90អីចឹងទៅដោយសារអីដោយសារយើងចាប់lạiនឹងខុសអញ្ចឹងយើងត្រូវមូវាកប់ណាអញ្ចឹងបើសិនបើមូដល់ maximum ប៉ុស108តែដល់ពេលលេខយើងសារលោតបានតែលេខ80អីចឹងណាដោយសារយើងចាប់lạiនឹងខុសយើងបាទដោះម្ដងទៀតអញ្ចឹងពេលដែលដោះយើងមើលវាផងអាកន្លែង mechanic ហ្នឹងវាមាន maximum និង minimum មានសម្រាប់ CV ហ្នឹងណាសម្រាប់ឲ្យចាប់ប៉ុសវិទ្យុហ្នឹងអញ្ចឹងយើងនឹងរៀបចំចាប់វាឡើងវិញហើយមួយទៀតខ្សែភ្លើងហ្នឹងនៅពេលដែលយើងផ្សារហើយយើងដាក់កាវទៀនតិចទៅដើម្បីកុំឲ្យខ្សែភ្លើងនឹងរេដោយសារអីនៅពេលដែលវាប៉ះវាធ្លាក់វិញអញ្ចឹងទៅវាអាចធ្វើឲ្យវាដាច់ដោយសារខ្សែភ្លើងដែលយើងផ្សារជាមួយនឹងកន្លែង5វ៉ុលហ្នឹងវាសមាទូចអាហ្នឹងសមាទូចនៅពេលដែលយើងអត់ដាក់អាហ្នឹងទេនៅពេលដែលយើងអាលាក់ឬក៏យើងជ្រុះវិទ្យុយើងហ្នឹងវាអាចធ្វើដាច់ខ្សែហ្នឹងទៀតទៅប៉ះអាផ្សេងពេលដាក់ភ្លើងទៅឆេះអាហ្នឹងឆេះកាន់ធ្ងន់ធ្ងរណាអញ្ចឹងយើងខ្ញុំរីកមិនអ្នកនរគ្នាគួរតែដាក់កាវទៀនឬក៏ដាក់បិទស្គត់បិទអីទៅកុំឲ្យខ្សែភ្លើងនឹងរើនេះជាបច្ចេកទេសមួយដែរបាទអ្នកនរគ្នាអត់ធ្វើអញ្ចឹងទេតែទៅប្រើប្រហែលធ្លាក់មកស
សតទៅដាក់ខ្សែភ្លើងទៅឆេះប៉ាផ្សេងវាឆេះទៅវាធ្វើធ្ងន់ធ្ងរបាទឥឡូវយើងដាក់ហើយយើងចាប់ជើងនឹងចូលវិញនេះកន្លែងខ្ញុំសេរីហ្នឹងឃើញខ្ញុំសេរីវាឲ្យវាស្មើសិនឲ្យវាត្រង់ហើយជើងណាដែលភ្ជាប់នឹងសេវ័យហ្នឹងដើម្បីដាក់ទៅយើងមូលឲ្យចំប៉ុសអញ្ចឹងបើសិនបើយើងដាក់អាហ្នឹងទេគឺមូលទៅអត់ចំប៉ុសទេអញ្ចឹងវាពិបាកអញ្ចឹងដែរអ្នកនរណាអញ្ចឹងនៅក្នុងវិទ្យុវាខុសៗគ្នាកន្លែងហ្នឹងយើងដោះយើងទៅដឹងថាប៉ុសណាឧទាហរណ៍ថាប៉ុស FM 105 MHz តែយើងឮសលេងគេផ្សាយប៉ុស105ដល់ពេលមើលលេខមិន105ទៅជា88វិញអាហ្នឹងវាអាចខុសចឹងអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងទេគឺដោះរឿងពិបាកជាងគេបាទឥឡូវយើងចាប់វាចូលមកវិញមកហើយយើងនឹងធ្វើការតេស្តវាទៀតថាតើបញ្ហារបស់វានឹងអាចដើរហើយនៅពួកអីទំហំទី1គឺយើងឆែកទៅវាដើរហើយប៉ុន្តែយើងមិនដឹងថាវាដើរ option ណាខ្លះ option ណាមិនទាន់ដើរណាអញ្ចឹងយើងត្រូវតេស្ត option វាទាំងអស់នៅក្នុង option ហ្នឹងអញ្ចឹងនៅក្នុងវិទ្យុនេះវាមាន option របស់វា Bluetooth វាន័យថាវាអាចចាក់ពី smartphone ទៅបានដែរ Bluetooth ទី1ទី2វាអាចចាក់ memory បានគឺmini ក៏បាន USB ក៏បានបាទយើងអាចសាកថ្មទូរស័ព្ទក៏បានដែរដោយសារយើងដាក់ភ្លើងចូលហើយអាចសាកវាចេញវិញបានហើយ option មួយទៀតវាអាចប្រើជាមួយនឹងប្រភេទ FM គឺមានកុងតាក់វាកាច់ហើយ AM មានកុងតាក់វាកាច់អញ្ចឹង AM និង AM គឺកុងតាក់វាផ្សេងដោយប្រើ MHz វាខុសគ្នាណាហ្វ្រីកង់រលកហ្វ្រីកង់ខុសគ្នាអញ្ចឹង AM ប្រើអង់តែនយើងដកមកអញ្ចឹង FM ចំណែក AM គឺអង់តែនវាជា ferrite រួមហ្នឹងបាទវាខុសគ្នាអញ្ចឹងឥឡូវយើងដាក់ចូលរួចរាល់ហើយបន្ទាប់មកខ្ញុំនឹងដាក់ភ្លើងចូលណាយើងដាក់ភ្លើងចូលមកហើយ testing ម្ដងទៀតអញ្ចឹងយើងដោតទៅយើងមើលខាងមុខនេះមានភ្លើងនេះឃើញអត់ឡើយខ្ញុំយើងអនហ្នឹងកាលណាមានភ្លើងឆាជីងហ្នឹងអូខេហើយបន្ទាប់មកយើងវាស់វាបាទវាស់វាបញ្ជាក់បន្ថែមទៀតថាភ្លើងសាកមានអត់អញ្ចឹងភ្លើងសាកគឺ 4V.76 អានេះគឺ 4V.75 បាទវាមកខុសគ្នាណាអញ្ចឹង 75 76ហ្នឹងវាតែមួយទៀតបន្ទាប់មកយើងដាក់ថ្មសាកអញ្ចឹងពេលដែលដាក់ថ្មសាកទៅគឺ 4V.6 ជាងអញ្ចឹងន័យថាវាចូលហើយឥឡូវខ្ញុំវាស់ថ្មបញ្ជាក់ថ្មរបស់យើងវាស់មកបញ្ជាក់ទៅ 3V.47 ណាថ្មយើងណាចាំមើលវាស់ភ្លើងសាក 3V ឡើង 4V8 អញ្ចឹង 3V46 ដល់ពេលយើងសាកទៅឡើង 3V6 ឃើញអញ្ចឹងន័យថាវាសាកមានន័យថាជោគជ័យហើយការងារសាករបស់យើងអញ្ចឹងយើងទុកឲ្យវាសាកតួពេញទៅអ្នកនរគ្នាបាទគឺសាកតួពេញទៅហើយយើងនឹងចាប់ខ្ចៅរៀបចំចូលវិញទាំងអស់ហ្នឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការរៀនសិក្សាមេរៀនវិញដោយសារតែយើងជួសជុលរួចហើយយើងអត់ទាន់បានចាប់ខ្ចៅទេបាទគឺយើងសិក្សាអញ្ចឹងនៅពេលដែលយើងដោះទៅយើងឃើញផ្ទាំងវិទ្យុរបស់យើងប៉ុណ្នេះណាដែលយើងដោះមកហ្នឹងណាអញ្ចឹងនៅកន្លែងនេះគឺជា speaker ហ្នឹងគឺវាលក្ខណៈ mono គឺវាប្រើ IC មួយគ្រាប់ដើម្បីបញ្ជាឲ្យ speaker យើងដើរហើយកន្លែងនេះគឺជាអង់តែន AM អង់តែន AM ហ្នឹងគឺរុំជាមួយនឹង ferrite ហើយរុំជាមួយនឹងខ្សែទុនមួយមកខ្សែហ្នឹងវាខ្សែចម្លងហ្នឹងអញ្ចឹងវាបង្កើតជាសញ្ញាមួយសម្រាប់ចាប់រលក frequency របស់ AM បាទ AM ហ្នឹងគឺ amplitude frequency គឺ frequency ខ្ពស់បាទ AM frequency ទាបអញ្ចឹងនៅក្នុងនេះវាមានស្និតកន្លែងនេះមួយគឺស្និតសម្រាប់បាក់តេរីដែលយើងដោតហ្នឹងហើយមានកន្លែងនេះគឺជា CV ហ្នឹង capacitor variable សម្រាប់យើងសេរី AM បាទវិទ្យុហ្នឹងសម្រាប់សេរី AM ដែលយើងមើលទៅហ្នឹងហើយមានកុងតាក់ប៊ូតុងសម្រាប់ចាប់ជាមួយនឹង IC Bluetooth ចាប់អីចឹងណាហើយចំណែក board នេះគឺជាផ្ទាំងមួយខាងទៀតដែលយើងដោះមកដែល board នេះកន្លែងនេះគឺជា IC Bluetooth យើងអាចមើល IC Bluetooth មាន frame កង់នេះ crystal ហ្នឹងគឺ crystal ប្លុយកង់ហើយនឹងប៊ូតុងចុចហ្នឹងគឺភ្ជាប់ IC ហ្នឹង IC Bluetooth ហើយឬក៏មើលសញ្ញាអង់តែននេះខ្វែងនេះជាសញ្ញាអង់តែនរបស់វាដែលវានៅហ្នឹងហើយនេះជាផ្ទាំង CV កន្លែងនេះជាផ្ទាំង dot memory សម្រាប់ចូល Bluetooth ហ្នឹងនេះគឺកន្លែង USB ហើយកន្លែងនេះគឺជាប្រភេទ IC amplifier យើងអាចដឹងថា IC amplifier ហ្នឹងកន្លែងណាគឺយើងមើលតាមស្ថិត speaker មកដល់ពេលដែល speaker ហ្នឹងចូលមក ampli ណាគឺ ampli ហ្នឹងហើយជាប្រភេទ amplifier គឺសម្រាប់រីសញ្ញាទៅឲ្យ speaker យើងឮអញ្ចឹងនៅក្នុងគ្រឿងអេឡិចទាំងអស់យើងអាចចង់ដឹងថា IC ណាជា IC ណាសម្រាប់ធ្វើអីគឺយើងមើលតាមស្និតណាអញ្ចឹងឧទាហរណ៍ថា IC នេះ IC គេអញ្ចឹង IC ហ្នឹងយើងអាចមើលនេះមើលវាភ្ជាប់អាហ្នឹងទៅអាណាគឺភ្ជាប់ទៅបាក់តេរីអញ្ចឹង IC ហ្នឹងគឺ IC charging បាក់តេរីនេះស្រួលគឺមានបាក់ទេអញ្ចឹងយើងចង់ដឹង IC Bluetooth យើងមើល Bluetooth វាបាញ់ទៅតាមអង់តែននេះអង់តែនចូលមួយណាចូល IC មួយនេះ IC Bluetooth ឃើញទេIC ampli មួយណាយើងមើលតាម speaker មកចូល ampli មួយនេះអញ្ចឹងមួយនេះ ampli អត់មានបាក់ទេហើយ IC នេះអត់មានភ្ជាប់ទៅណានឹងវាភ្ជាប់ទៅណា IC គេ IC នេះគឺជា IC មួយសម្រាប់ទទួលទិន្នន័យពីគ្រប់ block ទាំងអស់ដែលបែងចែកទៅឲ្យ amplifier អញ្ចឹងឧទាហរណ៍ថាយើងបាញ់ Bluetooth ទៅពេលដែល Bluetooth ចូល IC ហ្នឹងវារត់ទៅណា IC ហ្នឹងពី Bluetooth ហ្នឹងរត់ចូល IC ហ្នឹងគឺ IC ហ្នឹងបានបញ្ជូនសញ្ញាទៅឲ្យ amplifier ជាអ្នកបញ្ជូនទៅឲ្យ speaker ណា
ចឹងបើយើងដោត memory ទៅគឺវាចូលក្នុង IC ហ្នឹងដែរ IC ហ្នឹងក៏បញ្ជូនសញ្ញា memory ហ្នឹងទៅឲ្យ amplifier ញ៉ាំរីកសំឡេងឃើញអត់យើងប្រើប៊ូតុងអីវាបញ្ជូនតាមហ្នឹងអញ្ចឹងចំពោះ FM យើងវិទ្យុយើងកាច់មក FM ពេលយើងសេរីចំប៉ុសណាឧទាហរណ៍ថា105 MHz អញ្ចឹង105 MHz ហ្នឹងវាបញ្ជូនសញ្ញាហ្នឹងចូលឲ្យ IC ហ្នឹងបញ្ជូនដល់ ampli ទៅឲ្យ speaker គឺសញ្ញារបស់វាគឺមានចូលជើង option ខុសគ្នាអញ្ចឹងនៅក្នុងវិទ្យុគឺមានតែប៉ុណ្្នឹងទេហើយមួយទៀតកន្លែងបលីមសេរីរបស់វាហ្នឹងគឺសំខាន់ដែរកាលណាបលីមខូចគឺវាអត់ដើរទេហើយវាមានកុងតាក់វាមួយដែលភ្ជាប់នៅកន្លែងបលីមហ្នឹងអញ្ចឹងនៅក្នុងប្លុកបលីមIC វិទ្យុគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកគ្នាអាចយល់ពីវិទ្យុដំណើរការរបស់វាហ្នឹងវាត្រូវការមាន IC មួយគេហៅ detector ហ្នឹងគឺ low pass filter សម្រាប់បែងចែកពីគ្រប់ប្លុកទាំងអស់ទៅឲ្យ option amplifier គឺ IC មួយហ្នឹងអញ្ចឹងឧទាហរណ៍ថា Bluetooth ក៏ចូលអាហ្នឹងហើយ memory ក៏ចូលអាហ្នឹងយើងចាក់ USB ក៏ចូលអាហ្នឹង FM ក៏ចូលអាហ្នឹង AM ក៏អាហ្នឹងជា detector ជាអ្នក link ចូលមានន័យថាចូល input ច្រើនចេញតែមួយណាចេញតែមួយឬក៏ពីរតាមវិទ្យុដែលយើងឲ្យវាលឺសំឡេងហ្នឹងអញ្ចឹងវាចូលដល់ហ្នឹងគាត់ណា app option ចូលមកកាលណាកាច់ទៅកុងតាក់ហ្នឹងអានេះធ្វើការប្លុកណាកាច់តែនេះធ្វើការប្លុកណាអញ្ចឹងជាអ្នកបែងចែករបស់វាអញ្ចឹងនៅក្នុងការជួសជុលវិទ្យុគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាហើយវាសាមញ្ញទេតែអ្នកនរគ្នាអាចមើលទៅនឹងអាចជួសជុលវិទ្យុផ្សេងៗបានហើយម្យ៉ាងទៀតនឹងអាចយល់ពីប្រព័ន្ធ receiver របស់ iCom ថាតើផ្ទៃកង់អីហ្នឹងវាអាចចាប់ជាប់តាមអង្តែនណាយើងមើលតាមណាអីគឺអាចមើលតាមហ្នឹងយល់ដោយសារអីយើងបានសិក្សាពីវិទ្យុខ្លះយើងអាចមើលយល់នៅក្នុងនេះ option វិទ្យុវាស្រួលទេបើនឹងយកពី option វិទ្យុនៅក្នុងនឹងមានវិទ្យុផងមានមញ៉េផងមាន CD ផងមាន DVD ផងអាហ្នឹងវាអាចរៀងពិបាកវាយូរវាច្រើនណាដោយសារនៅក្នុងហ្នឹងវា option វាស្មុគស្មាញច្រើនអូខេអ្នកនរគ្នាយើងនឹងជួបគ្នានៅពេលក្រោយហើយអរគុណផងដែរនៅក្នុងមេរៀននេះសង្ឃឹមថាអាចបានជួយអ្នកនរគ្នាបានមួយចំណែកដែរនៅក្នុងការជួសជុលវិទ្យុប៉ុន្តែសង្ឃឹមថាมันមានអ្នកមើលច្រើនទេដោយសារវិទ្យុវាហួសសេរីពេកអូខេបាយបាយអ្នកនរគ្នាជួបគ្នានៅពេលក្រោយបាទសូមជម្រាបលា